និយាយតិចតែគេចូលចិត្តការនិយាយតិចមិនមែនមានន័យថាជាមនុស្សស្ងៀមស្ងាត់ឬមិនចេះទំនាក់ទំនងជាមួយអ្នកដទៃនោះទេការនិយាយតិចគឺជាការនិយាយដោយគិតឲ្យបានច្បាស់មុននឹងនិយាយចេញមកមនុស្សដែលនិយាយតិចច្រើនតែជាមនុស្សដែលចេះស្ដាប់ការស្ដាប់គឺជាជំនាញដ៏សំខាន់មួយព្រោះវាធ្វើឲ្យយើងយល់ពីអារម្មណ៍និងគំនិតរបស់អ្នកដទៃកាន់តែច្បាស់ការនិយាយច្រើនពេកពេលខ្លះអាចធ្វើឲ្យអ្នកដទៃធុញទ្រាន់ឬបង្កឲ្យមានការយល់ច្រឡំផ្ទុយទៅវិញការនិយាយតិចប៉ុន្តែនិយាយត្រូវពេលវេលានិងមានហេតុផលអាចធ្វើឲ្យអ្នកដទៃគោរពនិងចូលចិត្តយើងកាន់តែខ្លាំងមនុស្សដែលនិយាយតិចច្រើនតែមានភាពអត់ធ្មត់ពួកគេមិនប្រញាប់វិនិច្ឆ័យអ្នកដទៃទេហើយតែងតែគិតឲ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តធ្វើអ្វីមួយការនិយាយតិចក៏ជួយឲ្យយើងគ្រប់គ្រងអារម្មណ៍បានល្អដែរនៅពេលខឹងឬពិបាកចិត្តការស្ងប់ស្ងាត់អាចជួយឲ្យយើងជៀសផុតពីការនិយាយពាក្យដែលអាចធ្វើឲ្យអ្នកដទៃឈឺចិត្តទោះជាយ៉ាងណាក៏ដោយការនិយាយតិចមិនមែនមានន័យថាត្រូវនៅស្ងៀមគ្រប់ពេលនោះទេយើងគួរតែនិយាយនៅពេលដែលចាំបាច់និងហ៊ានបញ្ចេញមិត្តនៅពេលដែលត្រឹមត្រូវការនិយាយដោយសុភាពរាបសារការគោរពអ្នកដទៃនិងការប្រើពាក្យពេចន៍ដែលមានប្រយោជន៍គឺជាអ្វីដែលធ្វើឲ្យមនុស្សជាច្រើនចូលចិត្តយើងចុងក្រោយនេះនិយាយតិចតែគេចូលចិត្តមានន័យថាគុណភាពនៃពាក្យសម្ដីសំខាន់ជាងបរិមាណមនុស្សដែលចេះគិតមុននិយាយចេះស្ដាប់និងចេះគោរពអ្នកដទៃតែងតែទទួលបានការស្រឡាញ់និងការគោរពពីមនុស្សនៅជុំវិញខ្លួនត្រូវរៀនទំនាក់ទំនងជាមួយមនុស្សឲ្យបានច្រើនការរៀនទំនាក់ទំនងជាមួយមនុស្សគឺជាជំនាញដ៏សំខាន់មួយនៅក្នុងជីវិតមនុស្សមិនអាចរស់នៅតែម្នាក់ឯងបានទេព្រោះយើងត្រូវការសហការការចែករំលែកនិងការជួយគ្នាទៅវិញទៅមកដូច្នេះការរៀនទំនាក់ទំនងជាមួយមនុស្សឲ្យបានច្រើននឹងជួយឲ្យយើងមានឱកាសកាន់តែច្រើននៅក្នុងជីវិតការមានទំនាក់ទំនងល្អជាមួយមនុស្សនឹងជួយឲ្យយើងមានមិត្តភក្តិកាន់តែច្រើនមិត្តល្អអាចផ្ដល់ដំបូន្មានល្អនិងជួយយើងនៅពេលជួបការលំបាកនៅពេលដែលយើងមានទំនាក់ទំនងល្អយើងក៏អាចរៀនពីបទពិសោធន៍របស់អ្នកដទៃបានដែរមនុស្សម្នាក់មានគំនិតនិងបទពិសោធន៍ខុសគ្នានៅពេលដែលយើងតាក់ទងជាមួយមនុស្សច្រើនយើងនឹងទទួលបានចំណេះដឹងថ្មីនិងមើលឃើញពិភពលោកក្នុងទស្សនៈផ្សេងគ្នាការសិក្សាមិនមែនមានតែនៅក្នុងសាលារៀនប៉ុណ្ណោះទេប៉ុន្តែយើងក៏អាចរៀនពីមនុស្សនៅជុំវិញខ្លួនផងដែរការទំនាក់ទំនងល្អក៏ជួយឲ្យយើងមានភាពក្លាហានក្នុងការនិយាយនិងការបញ្ចេញមតិផងដែរមនុស្សជាច្រើនខ្លាចក្នុងការនិយាយជាមួយអ្នកដទៃព្រោះពួកគេខ្លាចធ្វើខុសឬខ្លាចគេមិនចូលចិត្តប៉ុន្តែប្រសិនបើយើងហ៊ាននិយាយនិងហ៊ានតាក់ទងជាមួយមនុស្សឲ្យបានច្រើនយើងនឹងកាន់តែមានទំនុកចិត្តលើខ្លួនឯងទំនាក់ទំនងល្អក៏ជួយឲ្យយើងមានឱកាសការងារកាន់តែច្រើនដែរនៅក្នុងការងារការចេះតាក់ទងនិងការចេះសហការជាមួយអ្នកដទៃគឺជាចំណុចសំខាន់បំផុតមួយមនុស្សដែលមានជំនាញទំនាក់ទំនងល្អច្រើនតែទទួលបានឱកាសល្អក្នុងការងារនិងអាជីវកម្មការរៀនទំនាក់ទំនងមិនមែនមានន័យថាត្រូវនិយាយច្រើននោះទេយើងត្រូវចេះស្ដាប់ចេះគោរពនិងចេះយល់ពីអារម្មណ៍របស់អ្នកដទៃការស្ដាប់ដោយយកចិត្តទុកដាក់អាចធ្វើឲ្យទំនាក់ទំនងកាន់តែរឹងមាំមនុស្សដែលមានទំនាក់ទំនងល្អតែងតែមានអាកប្បកិរិយាល្អពួកគេចេះញឹមចេះសួរសុខទុក្ខនិងចេះជួយអ្នកដទៃទង្វើតូចទាំងនេះអាចបង្កើតទំនាក់ទំនងដ៏ល្អមួយបាននៅពេលដែលយើងជួបមនុស្សថ្មីយើងមិនគួរមើលងាយឬរើសអើងអ្នកណាម្នាក់ឡើយមនុស្សគ្រប់រូបសុទ្ធតែមានតម្លៃនិងមានអ្វីដែលយើងអាចរៀនពីពួកគេបានការតាក់ទងជាមួយមនុស្សច្រើនក៏ជួយឲ្យយើងយល់ពីសង្គមកាន់តែច្បាស់ដែរយើងនឹងដឹងពីរបៀបរស់នៅរបៀបធ្វើការនិងវិធីដោះស្រាយបញ្ហាផ្សេងរបស់មនុស្សនៅក្នុងសង្គមចំណេះដឹងភាពជោគជ័យនិងឱកាសជាច្រើនតែងតែកើតឡើងតាមរយៈទំនាក់ទំនងល្អមនុស្សដែលពូកែទំនាក់ទំនងច្រើនតែមានបណ្ដាញមិត្តភក្តិធំទូលាយនិងអាចទទួលបានព័ត៌មានថ្មីបានលឿនជាចុងក្រោយត្រូវរៀនទំនាក់ទំនងជាមួយមនុស្សត្រូវរៀនផ្លាស់ប្ដូរការគិតនិងអត្តចរិតរបស់ខ្លួនឲ្យបានចាស់ទុំជាមុនមនុស្សគ្រប់រូបតែងតែចង់ទទួលបានភាពជោគជ័យសេចក្តីសុខនិងការគោរពពីអ្នកដទៃប៉ុន្តែមុននឹងសម្រេចគោលដៅទាំងនោះយើងត្រូវចាប់ផ្ដើមពីការផ្លាស់ប្ដូរការគិតនិងអត្តចរិតរបស់ខ្លួនជាមុនសិនការផ្លាស់ប្ដូរខ្លួនឯងគឺជាគន្លឹះដ៏សំខាន់ដែលអាចជួយឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើងការគិតឲ្យបានចាស់ទុំមានន័យថាយើងត្រូវរៀនគិតឲ្យបានវែងឆ្ងាយមិនត្រូវសម្រេចចិត្តដោយប្រើតែអារម្មណ៍មួយពេលនោះទេមនុស្សដែលមានការគិតចាស់ទុំតែងតែពិចារណាពីផលវិបាកមុននឹងធ្វើអ្វីមួយមនុស្សដែលមានការគិតមិនទាន់ចាស់ទុំច្រើនតែធ្វើអ្វីតាមអារម្មណ៍ខឹងឆាប់សប្បាយឆាប់និងងាយបោះបង់គោលដៅរបស់ខ្លួនផ្ទុយទៅវិញមនុស្សដែលមានការគិតចាស់ទុំតែងតែចេះអត់ធ្មត់និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនការផ្លាស់ប្ដូរអត្តចរិតមិនមែនមានន័យថាយើងត្រូវបោះបង់អត្តសញ្ញាណរបស់ខ្លួននោះទេវាមានន័យថាយើងត្រូវកែប្រែចំណុចខ្វះខាតដើម្បីឲ្យខ្លួនឯងក្លាយជាមនុស្សដែលល្អជាងមុនមនុស្សដែលចាស់ទុំតែងតែចេះទទួលយកការរិះគន់ពួកគេមិនខឹងនៅពេលដែលអ្នកដទៃផ្ដល់ដំបូន្មាននោះទេផ្ទុយទៅវិញពួកគេចាត់ទុកការរិះគន់ជាឱកាសមួយសម្រាប់ការកែលម្អខ្លួនឯងការផ្លាស់ប្ដូរការគិតក៏មានន័យថា
យើងត្រូវរៀនមើលបញ្ហាក្នុងផ្លូវវិជ្ជមានបញ្ហាគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិតសុទ្ធតែអាចបង្រៀនយើងឲ្យកាន់តែរឹងមាំយើងមិនគួរបន្ទោសអ្នកដទៃចំពោះរាល់បញ្ហាដែលកើតឡើងនោះទេមនុស្សដែលមានការគិតចាស់ទុំតែងតែចាប់ផ្ដើមពីការពិនិត្យមើលខ្លួនឯងជាមុនការចេះគ្រប់គ្រងពាក្យសម្ដីក៏ជាសញ្ញានៃភាពចាស់ទុំផងដែរមុននឹងនិយាយយើងត្រូវគិតឲ្យបានច្បាស់ថាពាក្យសម្ដីរបស់យើងអាចប៉ះពាល់ដល់អ្នកដទៃដែរឬទេការអភិវឌ្ឍខ្លួនឯងគឺជាដំណើរដែលត្រូវការពេលវេលាយើងត្រូវអានសៀវភៅរៀនអ្វីថ្មីនិងស្វែងរកបទពិសោធន៍ពីមនុស្សដែលមានចំណេះដឹងការគិតចាស់ទុំក៏ត្រូវមានវិន័យក្នុងជីវិតផងដែរវិន័យអាចជួយឲ្យយើងសម្រេចគោលដៅនិងធ្វើឲ្យជីវិតរបស់យើងមានរបៀបរៀបរយយើងត្រូវរៀនទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនការទទួលខុសត្រូវគឺជាមូលដ្ឋានគ្រឹះនៃភាពចាស់ទុំមនុស្សដែលចាស់ទុំមិនប្រកួតប្រជែងជាមួយអ្នកដទៃដោយការច្រណែននោះទេពួកគេតែងតែប្រកួតប្រជែងជាមួយខ្លួនឯងដើម្បីក្លាយជាមនុស្សដែលប្រសើរជាងម្សិលមិញការផ្លាស់ប្ដូរការគិតអាចជួយឲ្យយើងមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួននៅពេលដែលយើងចេះគោរពនិងយល់ពីអ្នកដទៃពួកគេក៏ណាពាក្យកុំខ្លាចគេមិនចូលចិត្តយើងមានន័យជ្រាលជ្រៅណាស់វាមិនមែនមានន័យថាយើងមិនខ្វល់ពីអ្នកដទៃទាំងស្រុងទេប៉ុន្តែមានន័យថាកុំរស់នៅដោយព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យមនុស្សគ្រប់គ្នាចូលចិត្តយើងអត្ថន័យសំខាន់មនុស្សម្នាក់មានចិត្តនិងគំនិតខុសគ្នាដូច្នេះយើងមិនអាចធ្វើឲ្យគ្រប់គ្នាចូលចិត្តយើងបានទេទោះបីយើងធ្វើល្អប៉ុណ្ណាក៏នៅតែមានមនុស្សខ្លះមិនពេញចិត្តយើងដែរនេះជារឿងធម្មតារបស់ជីវិតកុំប្ដូរខ្លួនឯងទៅជាមនុស្សម្នាក់ទៀតដើម្បីតែទទួលបានការសរសើរឬការទទួលស្គាល់ពីអ្នកដទៃយើងគួររៀនស្គាល់តម្លៃរបស់ខ្លួនឯងមុននឹងរងចាំឲ្យអ្នកដទៃមកប្រាប់ថាយើងមានតម្លៃប្រសិនបើគេមិនចូលចិត្តយើងដោយសារយើងធ្វើអ្វីត្រឹមត្រូវនិងមិនធ្វើអំពើអាក្រក់នោះយើងមិនចាំបាច់បាក់ទឹកចិត្តឡើយកុំឲ្យពាក្យរិះគន់របស់មនុស្សម្នាក់ធ្វើឲ្យយើងបោះបង់ក្តីស្រមៃរបស់ខ្លួនកុំរស់នៅដោយភ័យថាគេនឹងគិតយ៉ាងម៉េចព្រោះបើគិតតែពីមិត្តអ្នកដទៃយើងអាចបាត់បង់ជីវិតដែលយើងចង់រស់អ្វីដែលសំខាន់គឺយើងដឹងថាខ្លួនកំពុងធ្វើអ្វីហើយអ្វីដែលយើងធ្វើនោះមិនប៉ះពាល់ឬធ្វើអំពើអយុត្តិធម៌ចំពោះអ្នកដទៃមនុស្សដែលមានភាពចាស់ទុំគឺមិនព្យាយាមឲ្យមនុស្សគ្រប់គ្នាស្រឡាញ់ខ្លួនទេគេព្យាយាមធ្វើជាមនុស្សល្អនិងរស់នៅដោយមានគោលការណ៍ការមិនត្រូវបានមនុស្សគ្រប់គ្នាចូលចិត្តមិនមែនមានន័យថាយើងជាមនុស្សមិនល្អទេចំណុចដែលគួរចងចាំយើងមិនអាចគ្រប់គ្រងចិត្តអ្នកដទៃបានទេប៉ុន្តែយើងអាចគ្រប់គ្រងរបៀបដែលយើងរស់នៅបានកុំខំប្រឹងធ្វើខ្លួនឲ្យល្អដើម្បីឲ្យគេស្រឡាញ់យើងខំប្រឹងធ្វើជាមនុស្សល្អព្រោះយើងចង់ក្លាយជាមនុស្សល្អបើមានមនុស្សមិនចូលចិត្តយើងសូមកុំប្រញាប់សួរខ្លួនឯងថាខ្ញុំខុសអ្វីចូលសួរថាតើអ្វីដែលគេនិយាយមានប្រយោជន៍សម្រាប់ខ្ញុំក្នុងការកែលម្អខ្លួនឯងឬអត់បើមានចូលរៀនបើគ្រាន់តែជាការរិះគន់ដោយគ្មានហេតុផលចូលរៀនដាក់វាចុះនៅក្នុងជីវិតយើងមិនចាំបាច់ឲ្យមនុស្សគ្រប់គ្នាចូលចិត្តយើងទេយើងគ្រាន់តែត្រូវរស់នៅឲ្យស្មោះត្រង់មានសីលធម៌មានទំនួលខុសត្រូវនិងមិនបាត់បង់ខ្លួនឯងពេលយើងឈប់ខ្លាចថាគេមិនចូលចិត្តខ្ញុំយើងនឹងចាប់ផ្ដើមមានសេរីភាពក្នុងការរស់នៅយើងហ៊ាននិយាយអ្វីដែលគួរនិយាយហ៊ានធ្វើអ្វីដែលគួរធ្វើហ៊ានរៀនពីកំហុសហើយហ៊ានដើរទៅរកគោលដៅរបស់ខ្លួនមនុស្សខ្លះនឹងស្រឡាញ់យើងមនុស្សខ្លះនឹងមិនចូលចិត្តយើងហើយមនុស្សខ្លះនឹងមិនខ្វល់ពីយើងតតែសោះនេះជាធម្មជាតិរបស់ជីវិតអ្វីដែលយើងត្រូវធ្វើគឺកុំពាក្យត្រូវផ្ដោតជាមួយនឹងខ្លួនឯងឲ្យបានច្រើនមានន័យថាយើងត្រូវចំណាយពេលនិងថាមពលមកលើការកែលម្អជីវិតរបស់ខ្លួនឯងជាងចំណាយពេលច្រើនពេកទៅប្រៀបធៀបខ្លួនជាមួយអ្នកដទៃឬខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃគិតអំពីយើងអត្ថន័យដែលគួរយល់ផ្ដោតលើការកែលម្អខ្លួនឯងរាល់ថ្ងៃទោះបីកែលម្អបានតិចតួចក៏ដោយរៀនស្គាល់ថាខ្លួនឯងមានចំណុចខ្លាំងនិងចំណុចខ្សោយអ្វីខ្លះកុំចំណាយពេលមើលជីវិតអ្នកដទៃរហូតដល់ភ្លេចមើលជីវិតរបស់ខ្លួនកុំប្រៀបធៀបការចាប់ផ្ដើមរបស់យើងជាមួយភាពជោគជ័យរបស់អ្នកដទៃផ្ដោតលើគោលដៅរបស់ខ្លួនហើយដើរទៅមុខម្ដងមួយជំហានប្រសិនបើយើងធ្លាប់ខុសកុំស្អប់ខ្លួនឯងតែត្រូវយកកំហុសនោះធ្វើជាមេរៀនរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនកុំឲ្យពាក្យរបស់អ្នកដទៃមកគ្រប់គ្រងចិត្តយើងផ្ដោតលើការរៀនសូត្រអានសៀវភៅនិងស្វែងរកចំណេះដឹងថ្មីផ្ដោតលើសុខភាពរៀបចំការរស់នៅនិងថែរក្សារាងកាយរបស់ខ្លួនរៀនប្រើពេលវេលាឲ្យមានតម្លៃព្រោះពេលវេលាដែលកន្លងផុតទៅមិនអាចត្រឡប់មកវិញបានទេកុំចំណាយថាមពលព្យាយាមបង្ហាញថាខ្លួនល្អជាងគេចូលចំណាយថាមពលលើការធ្វើឲ្យខ្លួនឯងល្អជាងម្សិលមិញបើអ្នកដទៃរត់លឿនជាងយើងកុំភ័យផ្លូវរបស់មនុស្សម្នាក់មិនដូចគ្នាទេកុំរស់នៅដើម្បីការសរសើររបស់អ្នកដទៃរស់នៅដើម្បីឲ្យខ្លួនឯងមានមោទនភាពចំពោះអ្វីដែលខ្លួនបានខិតខំរៀននិយាយថាទេចំពោះអ្វីដែលរំខានដល់គោលដៅនិងសន្តិភាពក្នុងចិត្តរបស់យើង
ជ្រើសរើសមនុស្សដែលយើងចំណាយពេលជាមួយព្រោះបរិយាកាសជុំវិញអាចមានឥទ្ធិពលលើការគិតរបស់យើងកុំឲ្យបរាជ័យមួយលើកធ្វើឲ្យយើងគិតថាខ្លួនឯងគ្មានសមត្ថភាពផ្ដោតលើដំណើររបស់ខ្លួនមិនមែនលើការប្រកួតប្រជែងជាមួយមនុស្សគ្រប់គ្នាការផ្ដោតលើខ្លួនឯងមិនមែនជាការគិតតែពីខ្លួនឯងការផ្ដោតលើខ្លួនឯងមិនមានន័យថាយើងត្រូវមើលងាយអ្នកដទៃឬមិនខ្វល់ពីអ្នកណាទេវាមានន័យថាយើងដឹងថាអ្វីដែលយើងអាចគ្រប់គ្រងបាននិងអ្វីដែលយើងមិនអាចគ្រប់គ្រងបានយើងមិនអាចគ្រប់គ្រងថាអ្នកដទៃគិតយ៉ាងម៉េចចំពោះយើងបានទេយើងមិនអាចគ្រប់គ្រងថាគេចូលចិត្តឬមិនចូលចិត្តយើងបានទេយើងមិនអាចគ្រប់គ្រងថាអ្នកដទៃជោគជ័យមុនយើងឬអត់បានទេប៉ុន្តែយើងអាចគ្រប់គ្រងការខិតខំរបស់យើងការរៀនរបស់យើងវិន័យរបស់យើងអាកប្បកិរិយារបស់យើងនិងការសម្រេចចិត្តរបស់យើងដូច្នេះកុំយកពេលវេលាទាំងអស់ទៅគិតថាគេកំពុងធ្វើអ្វីចូលបដូរមកសួរខ្លួនឯងថាថ្ងៃនេះខ្ញុំអាចធ្វើអ្វីដើម្បីឲ្យខ្លួនឯងប្រសើរជាងម្សិលមិញនៅពេលយើងចាប់ផ្ដើមផ្ដោតលើពាក្យការនិយាយរស់រីសុភាពរៀបសារនាំឲ្យគេស្រឡាញ់ចូលចិត្តមានអត្ថន័យថារបៀបដែលយើងនិយាយទៅកាន់អ្នកដទៃអាចបង្ហាញពីអត្តចរិតការអប់រំនិងការគោរពរបស់យើងមនុស្សដែលចេះនិយាយល្អមិនចាំបាច់និយាយច្រើនទេប៉ុន្តែពាក្យសម្ដីរបស់គេធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថាត្រូវបានគោរពនិងមានតម្លៃអត្ថន័យសំខាន់ការនិយាយរស់រីធ្វើឲ្យមនុស្សនៅជិតយើងមានអារម្មណ៍ស្រួលចិត្តការនិយាយសុភាពបង្ហាញថាយើងចេះគោរពអ្នកដទៃពាក្យសូមអរគុណសុំទោសនិងមិនអីទេទោះជាពាក្យខ្លីក៏អាចធ្វើឲ្យទំនាក់ទំនងកាន់តែល្អមុននិយាយគួរគិតបន្តិចថាពាក្យរបស់យើងអាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍យ៉ាងណាមិនមែនគ្រប់រឿងត្រូវតែនិយាយត្រង់ដោយគ្មានការគិតទេការនិយាយការពិតដោយសុភាពគឺប្រសើរជាងការនិយាយការពិតដោយធ្វើឲ្យអ្នកដទៃឈឺចិត្តមនុស្សចូលចិត្តអ្នកដែលចេះស្ដាប់មិនមែនតែអ្នកដែលចេះនិយាយទេពេលអ្នកដទៃកំពុងនិយាយកុំកាត់សម្ដីការស្ដាប់ដោយយកចិត្តទុកដាក់គឺជារបៀបមួយនៃការគោរពកុំប្រើពាក្យមើលងាយប្រមាថឬធ្វើឲ្យអ្នកដទៃអាម៉ាស់នៅចំពោះមុខមនុស្សជាច្រើនបើខឹងកុំប្រញាប់និយាយព្រោះពាក្យដែលនិយាយចេញទៅហើយពិបាកយកត្រឡប់មកវិញបើមានការមិនយល់គ្នាចូលនិយាយដោយស្ងប់ស្ងាត់ជាងប្រើសម្លេងខ្លាំងឬពាក្យធ្ងន់មនុស្សដែលនិយាយសុភាពមិនមានន័យថាជាមនុស្សទន់ខ្សោយទេផ្ទុយទៅវិញវាបង្ហាញពីភាពចាស់ទុំនិងការគ្រប់គ្រងអារម្មណ៍បានល្អការនិយាយល្អអាចបើកទ្វារទំនាក់ទំនងថ្មីនិងធ្វើឲ្យមនុស្សមានទំនុកចិត្តលើយើងបើចង់ឲ្យគេចូលចិត្តយើងមិនចាំបាច់ព្យាយាមធ្វើអ្វីធំដុំទេពេលខ្លះស្នាមញញឹមពាក្យសួរសុខទុក្ខនិងពាក្យសម្ដីល្អក៏គ្រប់គ្រាន់ហើយហេតុអ្វីការនិយាយល្អធ្វើឲ្យគេចូលចិត្តព្រោះមនុស្សគ្រប់គ្នាចង់មានអារម្មណ៍ថាខ្លួនត្រូវបានគេគោរពនិងយល់ចិត្តនៅពេលយើងនិយាយដោយសុភាពមិនប្រមាថមិនមើលងាយនិងចេះស្ដាប់អ្នកដទៃនឹងមានអារម្មណ៍ថានៅជាមួយយើងហើយមានសុវត្ថិភាពនិងស្រួលចិត្តមនុស្សខ្លះអាចភ្លេចថាយើងស្លៀកពាក់អ្វីឬមានទ្រព្យសម្បត្តិប៉ុន្មានប៉ុន្តែគេអាចចងចាំបានថាយើងធ្លាប់ធ្វើឲ្យគេមានអារម្មណ៍ល្អយ៉ាងដូចម្តេចកុំគិតថានិយាយសុភាពជារឿងតូចពាក្យល្អមួយម៉ាត់អាចលើកទឹកចិត្តមនុស្សម្នាក់បានពាក្យសុំទោសមួយម៉ាត់អាចបញ្ចប់ជម្លោះបានពាក្យអរគុណមួយម៉ាត់អាចធ្វើឲ្យអ្នកដែលជួយយើងមានកម្លាំងចិត្តពាក្យលើកទឹកចិត្តមួយម៉ាត់អាចធ្វើឲ្យមនុស្សម្នាក់បន្តដំណើរទៅមុខបានដូច្នេះកុំមើលពាក្យចេះដឹងគុណអ្នកដទៃនឹងធ្វើឲ្យអ្នកកាន់តែមានតម្លៃមានន័យជ្រាលជ្រៅណាស់វាសំដៅលើការចេះចងចាំនិងទទួលស្គាល់អំពើល្អដែលអ្នកដទៃបានធ្វើចំពោះយើងមិនថាជាជំនួយតូចឬធំក៏ដោយអត្ថន័យសំខាន់មនុស្សដែលចេះដឹងគុណគឺជាមនុស្សដែលមិនភ្លេចអ្នកដែលធ្លាប់ជួយខ្លួនពេលមានអ្នកជួយយើងនៅពេលលំបាកយើងគួរចងចាំអំពើល្អរបស់គេការនិយាយអរគុណគឺជាពាក្យសាមញ្ញប៉ុន្តែបង្ហាញពីការគោរពនិងការដឹងគុណកុំគិតថាអ្នកដទៃត្រូវតែជួយយើងបើគេជួយនោះគឺជាទឹកចិត្តដែលយើងគួរឲ្យតម្លៃកុំចាំតែពេលខ្លួនមានបញ្ហាទើបនឹកឃើញអ្នកដែលធ្លាប់ជួយពេលយើងមានលទ្ធភាពក៏គួរចេះជួយអ្នកដទៃវិញដោយមិនចាំបាច់រងចាំឲ្យគេសុំការដឹងគុណមិនមែនមានន័យថាយើងត្រូវសងអ្វីគ្រប់យ៉ាងជាប្រាក់ទេពេលខ្លះការចងចាំការគោរពនិងការជួយគ្នាវិញក៏ជាការដឹងគុណដែរមនុស្សដែលចេះដឹងគុណមិនងាយក្លាយជាមនុស្សអួតអាងឬមើលងាយអ្នកដទៃទេព្រោះគេដឹងថាភាពជោគជ័យរបស់ខ្លួនក៏មានអ្នកដទៃចូលរួមជួយដែរយើងមិនគួរភ្លេចថានៅក្នុងដំណើរជីវិតយើងធ្លាប់ទទួលជំនួយពីមនុស្សជាច្រើនអ្នកដែលធ្លាប់ផ្ដល់ដំបូន្មានល្អអ្នកដែលធ្លាប់លើកទឹកចិត្តអ្នកដែលធ្លាប់បង្ហាញផ្លូវនិងអ្នកដែលធ្លាប់ឈរនៅក្បែរយើងក្នុងពេលលំបាកសុទ្ធតែជាមនុស្សដែលគួរឲ្យយើងចងចាំហេតុអ្វីការដឹងគុណធ្វើឲ្យយើងមានតម្លៃព្រោះមនុស្សមិនត្រឹមតែមើលថាយើងមានអ្វីប៉ុន្មានទេគេក៏មើលថាយើងជាមនុស្សបែបណាមនុស្សម្នាក់អាចមានលុយច្រើនមានចំណេះដឹងខ្ពស់
ឬមានសមត្ថភាពខ្លាំងប៉ុន្តែបើមិនចេះដឹងគុណអ្នកដែលធ្លាប់ជួយខ្លួននោះអ្នកដទៃអាចមិនទុកចិត្តនិងមិនចង់នៅជិតផ្ទុយទៅវិញមនុស្សដែលចេះនិយាយថាខ្ញុំមិនភ្លេចអំពើល្អរបស់អ្នកទេនឹងធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាទឹកចិត្តរបស់ពួកគេមិនត្រូវបានមើលរំលងកុំភ្លេចអ្នកដែលធ្លាប់ជួយយើងនៅពេលយើងនៅក្រោមយើងអាចត្រូវការដៃមួយដើម្បីទាញឡើងនៅពេលយើងបាក់ទឹកចិត្តយើងអាចត្រូវការពាក្យមួយម៉ាត់ដើម្បីលើកទឹកចិត្តនៅពេលយើងមិនដឹងផ្លូវយើងអាចត្រូវការអ្នកណាម្នាក់បង្ហាញផ្លូវនៅពេលក្រោយប្រសិនបើយើងក្លាយជាមនុស្សរឹងមាំនិងជោគជ័យកុំភ្លេចអ្នកដែលធ្លាប់ជ្រកក្បែរយើងនៅពេលយើងមិនទាន់មានអ្វីភាពជោគជ័យមិនគួរធ្វើឲ្យយើងភ្លេចអតីតកាលទេផ្ទុយទៅវិញវាគួរធ្វើឲ្យយើងកាន់តែចេះដឹងគុណចេះទទួលនិងចេះផ្ដល់ការដឹងគុណពិតប្រាកដមិនមែនគ្រាន់តែនិយាយថាអរគុណហើយបញ្ចប់ទេវាគឺជាការយកអំពើល្អរបស់អ្នកដទៃមកធ្វើជាមេរៀនហើយបន្តធ្វើអំពើល្អទៅកាន់មនុស្ស